បាទខ្ញុំបាទសានប៊ុនធឿនបាទសូមលំអរកាយគោរពចំពោះឯកឧត្តមលោកជំទាវអស់លោកស្រីនិងនាងកញ្ញាព្រមទាំងប្រិយមិត្តទាំងអស់ដែលប្រើប្រាស់នៅបណ្ដាញសង្គម Facebook ពិសេសគឺមិត្តយុវជនយុវនារីដែលចូលចិត្តតាមដាននៅរឿងរ៉ាវព្រឹត្តិការណ៍របស់តារាចម្រៀងតារាសម្ដែងកម្ពុជាតារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជានាយុគសម័យថ្មីយើងនេះបាទដោយសារតែមានរឿងរ៉ាវដ៏ក្តៅកគុកមួយទៀតបន្ទាប់ពីស្ថានភាពនៃរឿងនយោបាយគឺខ្ញុំបាទសានប៊ុនធឿនដោយមានការសំណូមពរពីសំណាក់បងប្អូនយើងពិសេសមិត្តយុវវ័យដែលគ្រប់គ្រងនៃ idol ពិសេសគឺចាប់អារម្មណ៍រឿងម៉ៅហាល់ជីដែលជា idol នៅក្នុងដួងចិត្តអ្នកគ្រប់គ្រងរបស់ផលិតកម្មរស្មីហងមាសគឺ Cambodia Idol ហើយខ្ញុំបាទនឹងសូមចេញคลิปវីដេអូនិយាយតែម្ដងហើយខ្ញុំបាទក៏សាមធឿនក៏សូមខន្តីអភ័យទោសខ្ញុំបាទមិនមែនជាអ្នកវិភាគអាជីព AC ជំរឿអីទេពាក់កបាត់កអីទេព្រោះថាយុគនេះថ្ងៃទី27ខែវិច្ឆិកាយើងនេះបុណ្យអុំទូកក៏បានរសាត់ទៅបន្តិចម្ដងតាមចំណូលនៃដងទន្លេមេគង្គទៅហើយប៉ុន្តែទោះបីជាអាខាននៃការអុំទូកដោយប្រព័ន្ធរដ្ឋាភិបាលថាគាត់មានយកលេសថាបញ្ហាទឹករេកអុំមិនកើតយ៉ាងណាក៏ដោយក៏ប៉ុន្តែក៏មានប្រជាប្រដ្ឋលើកឡើងថាសឡងបងខ្សាច់អីយើងទៅអាចនេះវាខ្ញុំមិនចង់និយាយពីរឿងបញ្ហានយោបាយយើងងាកចូលព្រឹត្តិការណ៍សិល្បៈយើងវិញម្ដងព្រឹត្តិការណ៍នៃទូរទស្សន៍ហងមាសដែលបានទិញសិទ្ធិពីសហរដ្ឋអាមេរិកគឺ Cambodia Idol ដែលប្រឡងទៅកាលពីថ្មីចិត្ត1ខែទៅនេះមានការចាប់អារម្មណ៍ខ្លាំងបំផុតប្រទេសកម្ពុជាយើងកំពុងតែផ្លាស់ប្ដូរបរិបទថ្មីមួយដែលសម័យសង្គម Facebook និយមហើយកម្ពុជានេះមានការពេញនិយមពីសំណាក់ពីរាជសាមញ្ញរហូតដល់ប្រមុខរដ្ឋាភិបាលក៏មានការពេញចិត្តឬក៏អាចហៅថា vote នៃការគ្រប់គ្រង idol រៀងៗខ្លួនពិសេសស្របពេលដែលម៉ៅហាល់ជីបានផុសនៅលើទំព័រ Facebook ហើយក៏មានពាក្យចាមរាមលេចលឺដោយឡែកខុសពីគ្នាថាម៉ៅហាល់ជីត្រូវបានផលិតកម្មរស្មីហងមាសធ្វើការប្តឹងផ្តល់ដោយសារចូលផលិតកម្មថោកខ្ញុំបាទសានប៊ុនធឿនក៏បានជួបខ្លះអំពីលោកអឹងសុលៀបដែលលោកអឹងសុលីសំទោសលោកអឹងសុលីដែលជាអ្នកគ្រប់គ្រងជាមួយនឹងលោកអ៊ីនទីតូនៅក្នុងផលិតកម្មរស្មីហងមាសពិសេសគ្រប់គ្រងកម្មវិធី Cambodia Idol ដែលកន្លងទៅថ្មីនេះហើយក៏ជាមនុស្សមានឥទ្ធិពលម្នាក់ប្រចាំក្រុមហ៊ុនរស្មីហងមាសផងដែរខ្ញុំហ៊ាននិយាយថាបើសិនជាក្រុមហ៊ុនរស្មីហងមាសប្តឹងចំពោះម៉ៅហាល់ជីគឺក្រុមហ៊ុនហងមាសហាក់បីដូចជាធ្វើមិនត្រឹមត្រូវជាដាច់ខាតទី1ដោយសារក្រុមហ៊ុនរស្មីហងមាសគឺជាក្រុមហ៊ុនមួយដ៏ល្បីហើយយើងដឹងហើយថាម៉ៅហាល់ជីល្បីល្បាញឈ្មោះក៏ដោយសារតែចូលរួមប្រឡងនៃបេក្ខជន Cambodia Idol អញ្ចឹងហងមាសចូលរួមចំណែកធ្វើឲ្យម៉ៅហាល់ជីល្បីក៏តែហងមាសបើសិនជាប្តឹងផ្ដាល់ហងមាសកាន់តែអាក្រក់គេមើលមកក្នុងសង្គមវិស័យសិល្បៈទាំងប្រព័ន្ធនៃច្បាប់គឺថាមិនរឿងជាមិនត្រឹមត្រូវជាដាច់ខាតចំពោះទស្សនៈសានប៊ុនធឿនតែម្នាក់គត់តខ្លួនខ្ញុំបាទសូមនិយាយប្រាប់ផងដែរថាយើងគ្រាន់តែម៉ៅហាជីផុសនៅលើទំព័រ page Facebook យើងសួរថាហេតុអីបានទូរទស្សន៍ហងមាសពិសេសគឺមានលោកមាសរដ្ឋីនិយាយវាយប្រហារទៅលើលោកម៉ៅហាជីថាចូលរួមមកដោះស្រាយប្តឹងផ្ដាល់មិនសមរម្យធម្មតាខ្ញុំគិតថាខ្ញុំអាចនិយាយល្អជាងលោករដ្ឋីបន្តិចព្រោះថាខ្ញុំចេះនិយាយពីកំណាត់ធ្វើជំនួយតែចំណាយលុយចង់បានចំណេញរីឯធ្វើនយោបាយត្រូវតែចំណាយមនុស្សដើម្បីចង់បានអំណាចធ្វើជំនួយចំណាយលុយធ្វើនយោបាយត្រូវតែហ៊ានចំណាយមនុស្សអ្វីក៏ដោយត្រូវតែចំណេញធ្វើជំនួយត្រូវការចំណេញហងមាសក៏ត្រូវការចំណេញយ៉ាងណាដែរយើងត្រូវគិតផងដែរថាកាលណាយើងបរិបទមួយប្រទេសកម្ពុជាយើងត្រូវការប្រើប្រាស់បណ្ដាញសង្គម Facebook ស្មើមុខស្មើមាត់សម្ភារៈទាំងផ្ទះវិឡាទាំងសម្ភារៈឡានវិឡាទំនើបនឹងតាន់សម័យមនុស្សសម័យដែលចូលហ៊ុនសែននេះឲ្យត្រូវតែធ្វើម៉េចវិវត្តសង្គមឲ្យទៅតាមសម័យកាលដែលប្រទេសជាតិកំពុងតែអភិវឌ្ឍទៅមុខឥតឈប់ឈរនេះហើយខ្ញុំបាទចង់និយាយផងដែរថា
ពេលដែលហងមាសទិញសិទ្ធផ្ដាច់មុខពីគេពីសហរដ្ឋអាមេរិកប្រទេសសហរដ្ឋអាមេរិកគឺជាប្រទេសដែលគោរពនៅលទ្ធិប្រជាធិបតេយ្យចឹងហើយបានអាមេរិកគេចំណាយលុយទៅលើវិទ្យុអាស៊ីសេរីចំណាយលុយទៅលើអង្គការសិទ្ធិមនុស្សគេចំណាយលុយទៅលើ VOA ដើម្បីយកព័ត៌មានណាដែលជាសិទ្ធិមនុស្សគេចូលរួមចំណែកហើយគេអាចនាំកត្តាគេហៅថាចូលរួមចំណែកអនុគ្រោះពន្ធដើម្បីឲ្យពលករនេះខ្មែរយើងកម្មករយើងបានធ្វើការហើយយកទំនិញទៅលក់សហរដ្ឋអាមេរិកនេះខ្ញុំមិនចង់និយាយរឿងសេដ្ឋកិច្ចខ្ញុំនិយាយរឿងកពិតកកកំប៉ុងមួយខ្ញុំក៏និយាយប្រធានស៊ីបាយស៊ីខអត់បញ្ហា Don't forget អត់បញ្ហា no problem ខ្ញុំបាទចង់និយាយថាបើសិនជាក្រុមហ៊ុនជាស្មីហងមានប្តឹងមិនត្រឹមត្រូវទេគ្រាន់ជួនកាលក្មេងៗវាអាចកាត់តគេអាចកាត់តគេអាចអីយ៉ាងទៅនិយាយគាត់ថោមមិនបានកុងត្រាឬក៏មិនបានកុងត្រាជាមួយម៉ៅហាជីទេហើយហេតុអីបានយើងបំប៉ោងព័ត៌មានវាលោតខ្លាំងម្ល៉េះអានេះយើងគ្រាន់តែឃើញ Facebook ភ្លាមយើងនិយាយយើងវាយប្រហាមានន័យថាម៉ៅហាជីនឹងជាមនុស្សរបស់ហងមានផងហងមានវាយប៉ុណ្ណឹងដូចបុត្រសីហាជា idol គេហៅថាជា idol ប៉ុន្តែជា The Voice Cambodia season ទី1ផងរបស់ហងមាននៅតែគេនិយាយថាឯងរឹកពេកថតមិនទៀងទាត់អីចឹងធ្វើឪពុកម្ដាយគេកុំប្រើទស្សនៈបែបហ្នឹងកូនខុសក៏ដោយស្ងៀមជាងស្រដីញ៉ាំចេកខ្ចីក្រនជាងចេកទុំនេះគាត់ខ្ញុំប្រាប់គេមិនដែលចេញហេតុគុំអាងខ្លួនឯងថាមានទូទស្សន៍ទំនើបសម័យគេគ្រប់ត្រូលខ្ញុំប្រាប់លោកមេធាវីថាពីមុនអ្នកណាគេត្រូវការសោយសភាពដែរសោយសភាពនិយាយទៅនិយាយមកប៉ុន្តែសោយសភាពនិយាយដល់នួតខ្លួនឯងវិញអំនួតខ្លួនឯងវិញមើលងាយអ្នកគ្រប់ត្រូលពេកសោយសភាពធ្លាក់ឯងហើយយើងគិតថាលោកធាពីមុនគេមានការគ្រប់ត្រូលប៉ុន្តែបើសិនជាលោកនិយាយគ្មានពាក្យសច្ចៈនិងយុត្តិធម៌ក្បត់អត់10ប្រទេសខ្លួនឯងលោកប្រហែលជាធ្លាក់មិនខុសពីវាសនាលោកសោយសភាពប្រមាណនេះសានមិនគឺពីវិភាគធាននិយាយលោកចំតែម្ដងតែមិនមែនរីគុណទេណាព្រោះខ្ញុំឃើញលោកសោយសភាពល្បីមិនតែធ្លាក់គាត់បានធ្វើស្អីតិចតួចយ៉ាងទៅបណ្ដាគាត់ធ្លាក់គាត់មានលុយមានអីចាយមានឡានក៏មិនតែមនុស្សទូទៅគេមិនឲ្យតម្លៃប្រមាណនេះព្រោះថាគាត់ក្លាហានតែគាត់និយាយមកដូចមានចរិតអំនួតវិញអាហ្នឹងក៏មិនកើតដែរលោកចឹងដែរកុំឲ្យល្បីប៉ុន្តែខ្ញុំប្រៀបធៀបមួយទៀតខ្លែងហុកខ្ពស់អាចធ្លាក់មកវិញដល់សាថាធ្លាក់ចោលតែពេលស្ងប់នឹងធ្លាក់វិញវាអត់ទៀងទេអំណាចផ្លាស់ប្ដូរទៅតាមអាណត្តិមានលុយមានអំណាចភាពល្បីល្បាញរបស់លោកមិនមែនអាចទិញជីវិតអមតៈបានទេខ្ញុំនិយាយពីរឿងមកឲ្យជីវិញយើងកុំគិតចឹងប៉ុន្តែខ្ញុំប្រាប់លោកវិញមួយខ្ញុំទទួលព័ត៌មានសម្ងាត់មួយពីអ្នកនិពន្ធអ្នកដឹកនាំនៅផលិតកម្មរស្មីហងមានខ្ញុំសួរថាថោនតាមពិតគេប្រាប់ខ្ញុំទេខ្ញុំឮគេប្រាប់ខ្ញុំទេចេញពីសម្ងាត់ពីខាងហងមានហើយពេលសម្បត្តិក៏ដឹងខ្លួនឯងដែរលួចកុងត្រាជាមួយនឹងកុងត្រាជាមួយនឹងផលិតកម្មថោនណាកុងត្រាជាមួយនឹងផលិតកម្មថោនហើយតែរយៈពេល 2-3 ឆ្នាំហើយដោយសារខ្លាចហងមានខ្លាចខ្មាស់គេបើពេលសម្បត្តិចេញទៅឧទាហរណ៍អញ្ចឹងណានឹងគេប្រាប់ខ្ញុំតែខ្ញុំមានពលមានសម្ងាត់ខ្ញុំចង់ទៅអុលមុខអ្នកណាប្រាប់ក៏បានដែរគេប្រាប់ខ្ញុំតែហេតុបានពេលសម្បត្តិចូលមកហងមានវិញហើយអង្គុយនឹងដាក់ពាក្យកម្មវិធី The Voice Cambodia កម្មវិធី Cambodia Idol នេះទៅតែខ្ញុំសួរថាហេតុអីបានគេរកស៊ីផលិតថាចម្រៀងដែរគេអត់ប្តឹងគេមានទាំងឯកសារគេមានទាំងផុសតាហេតុអីបានផលិតកម្មខោនគេមិនប្តឹងទេគេមិនប្តឹងលោកព្រិលសុវត្ថិទេហើយគេមិនប្តឹងទេនេះគេមានព័ត៌មានជាក់លាក់ទាំងអស់រីឯហាជីក្រនតែជាការស្មានមួយទេអញ្ចឹងនេះខ្ញុំនិយាយមួយថាអញ្ចឹងខ្ញុំនិយាយដល់ខ្លីខ្ញុំក៏ស្គាល់ដែរខ្ញុំស្គាល់ច្បាស់លោកខ្ញុំអាចស្គាល់ច្បាស់មុនលោកទៀតខ្ញុំស្គាល់លោកអឹងឆៃងួនលោកអឹងសុកលៀបលោកអឹងសុកលីណាលោកធ្វើភ្លេងមុំសគុណធាហុយពុតជុំបន្ទឿនលីសិនហួនកៅថាខ្ញុំបើខ្ញុំរាប់វិញខ្ញុំមិនច្រឡំទេហងមេខ្ញុំស្គាល់ច្រើន 90% ហើយខ្ញុំមិនដែលកាន់ជើងខាងណាទេខ្ញុំគាត់ដូរបាយទេគាត់តែខ្ញុំចង់និយាយថាប្តឹងមិនដឹងយកអីបើគេមិនពេញចិត្តយើងហើយយើងឲ្យគេទៅកុំយកគេកុងត្រាចោលហើយក្បួនកុងត្រាខ្ញុំប្រាប់ក្បួនកុងត្រាបើសិនជាកុងត្រាតើតែមានឲ្យហាជីមួយកុងត្រានៅហងនេះមួយមិនមែនឯងកុងត្រា12នាក់យកគេទៅច្រៀងបម្រើអាជីវកម្មយើងគិតមើលប្រជារដ្ឋខ្មែរแล้วគេទុកចិត្តហងមាសណាគាត់ប្រជារដ្ឋណារតនាមួយគេវោតប្រមាណ10000នាក់ប្រមាណលាននាក់
hay lúc ấy cắt lôi kia chùm nên tam vậy cắt lôi kia chùm nên tam để dễ cái nhà xa ta SMS cắt mà đọc xem mà pay xem rọp liên rọp xem này thì control để khai bạn bom miền ra cái trăm khai mùi ui thế ho ta lúc ấy lục bịa mùi miền ta lục bịa tầm lai mà mơn mà nước bay mơn nè hay dương kết mơ từ dương tụi mọi thua sai lư ngon cái chân biết bọn nè đăng mặt đằng nè đăng nơi tầm đằng chân phải giác cam thì ho mê thua cái o chùm nưa cả nó cái o chùm nưa kỳ lì địch bột phải ha toàn khơi miền phim là bay là bài mùi à chân lúc nó từ bay và ha cái thơ oi say ha là bay hà thêm u thua kèm môi lục kèm chứ ta ra nên bọc là ta cam tháo này còn mình ta hay mang kèm vào ngay xui dụ vây đang chạm bọc lên nhầm riêng và thơ lục ai mình tôi score kèm lục ai khó à kèm lục bay nhưng mà tôi score tại còn lục bay coi như tôi squat lục bay rồi còn tại lớn kèm lục bay hay mạnh hơn là ta cam thống ấy nếu như tụi cái cha na lại nâng vinh mến tha lục ai ta chăm lục là ta cam thông mà lục ai là bay mến ấy sầm khăn nè chùm riêng là bay ban còn bên này quân tầm lục riêng nè sọp sai sầm mặt đặc biệt của anh to nè chuyên cả rồi chặt bạn ai là bay ban sầm khăn nè đại ao tầm nó hay dư chúng mình luôn dưới ngày hai được làm lại và khó cô chẳng bàn